ជាការពិតណាស់នៅកន្លែងការងារនីមួយៗតែងតែមានបញ្ហាជាច្រើនហើយបញ្ហានៅកន្លែងការងារដែលអ្នកគ្រប់គ្រងជាច្រើនតែងមើលរំលងនោះតើអ្នកដឹងទេថាមានអ្វីខ្លះតោះជើងមកតាមដានជាមួយគ្នាតាមរយៈវីដេអូមួយនេះចំណុចទី1គឺបុគ្គលិកល្អអស់ទឹកចិត្តពួកគេលែងសកម្មដូចមុនលែងផ្ដល់យោបល់ធ្វើការតែតាមកាតព្វកិច្ចបុគ្គលិកមិនលាឈប់ភ្លាមទេជាច្រើនដងពួកគេអស់ទឹកចិត្តមុននឹងលាឈប់ចំពោះចំណុចទី2បន្ទុកការងារមិនស្មើគ្នាមនុស្សខ្លះធ្វើការច្រើនពេកហើយមនុស្សខ្លះមានការងារតិចបញ្ហានេះអាចបង្កឲ្យមានអារម្មណ៍ថាមិនយុត្តិធម៌ចំណុចទី3ការទំនាក់ទំនងមិនច្បាស់លាស់ការណែនាំមិនច្បាស់គោលដៅមិនច្បាស់ព័ត៌មានមិនទៅដល់មនុស្សត្រឹមត្រូវចំណែកចំណុចទី4គឺចំនួនតូចក្នុងក្រុមការយល់ច្រឡំការមិនចុះសម្រុងការមិនទុកចិត្តគ្នាអ្នកគ្រប់គ្រងជាច្រើនគិតថាវាជារឿងតូចប៉ុន្តែវាអាចប៉ះពាល់ដល់ការសហការយ៉ាងខ្លាំងសម្រាប់ចំណុចទី5បុគ្គលិកមិនហ៊ាននិយាយការពិតខ្លាចការរិះគន់ខ្លាចមេមិនពេញចិត្តខ្លាចប៉ះពាល់ការងារលទ្ធផលគឺមេមិនទទួលបានព័ត៌មានពិតពីស្ថានភាពការងារចំពោះចំណុចទី6ការខ្វះការទទួលស្គាល់បុគ្គលិកខំធ្វើការប៉ុន្តែគ្មានអ្នកសរសើរគ្មានអ្នកទទួលស្គាល់ការរួមចំណែកចំណុចទី7បុគ្គលិកកំពុងធ្វើការលើសម៉ោងជាប្រចាំអស់កម្លាំងបាត់បង់ការលើកទឹកចិត្តអ្នកគ្រប់គ្រងខ្លះមើលឃើញតែការងារសម្រេចប៉ុន្តែមិនឃើញថាមនុស្សកំពុងអស់កម្លាំងចំពោះចំណុចទី8បុគ្គលិកល្អកំពុងត្រៀមចាក់ចេញពួកគេអាប់ដេត CV ស្វែងរកឱកាសការងារថ្មីលែងចូលរួមសកម្មភាពក្នុងក្រុមជាញឹកញាប់មេដឹងនៅថ្ងៃដែលបុគ្គលិកដាក់ពាក្យលាឈប់ប៉ុន្តែមិនបានឃើញសញ្ញាជាច្រើនខែមុននោះទេខ្ញុំសូមអរគុណច្រើនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំ